បាទសួស្តីបងប្អូនឥឡូវនេះខ្ញុំចង់បង្ហាញអំពីការសរសេរអក្សរការសរសេរអក្សរថៃអញ្ចឹងអក្សរថៃជាទូទៅឃើញគ្រូសរសេរស្រួលអញ្ចឹងលើខ្លះបងប្អូនខ្លះអត់ធ្លាប់សរសេរអត់ធ្លាប់រៀនអញ្ចឹងមិនដឹងថាទៅរក keyboard នៅឯណាបានអត់ទាថាយើងចុចមកកន្លែងសរសេរអញ្ចឹងមកហើយ keyboard នៅក្រោមនេះណាយើងចុចនៅកន្លែងនេះធម្មតារបស់គ្រូមានអង់គ្លេសមានថៃណាមានខ្មែរអាចមានកូរ៉េមានអីទៀតបន្តិចទៀតណាគ្រូប្រហែលជាបង្កើតបន្ទប់ពាក់ព័ន្ធជាមួយភាសាវៀតណាមភាសាអង់គ្លេសភាសាចិននេះទៀតយើងរៀនទាំងអស់គ្នាទៅបាទมันអាចយើងបោះរៀនលេងអញ្ចឹងណាបាទអញ្ចឹងក៏ល្អយ៉ាងដែរអញ្ចឹងកាលណាដែលយើងចង់បាន keyboard ទាំងអស់នេះបងអាចប្រើ keyboard ដូចគ្រូនេះដើម្បីណាយើងវាយថៃបានណាបាទអញ្ចឹងបងប្អូនអាចរៀនវាយភាសាថៃភាសាខ្មែរបងប្អូនខ្លះសូម្បីតែវាយអក្សរខ្មែរក៏អត់ចេះដែរចេះតែវាយអង់គ្លេសបងប្អូនខ្លះហ្នឹងអត់ចេះទាំងអស់ក៏មានដែរអូខេអញ្ចឹងយើងចូលមកចំណុចនេះបាទសំណាងដែរចេះគ្រូបរិញ្ញាថៃគាត់ណាជំនាញខាងទូរស័ព្ទស្រាប់អូខេអញ្ចឹងក៏បង្រៀនបងប្អូនអាចចូលទៅក្នុងនេះណាដើម្បីបាន keyboard ហ្នឹងហើយបងប្អូនចុចចូលឡើងនេះមកហើយដាក់ដូរទៅអង់គ្លេសហើយយើងដាក់អីគេ multi-link keyboard multi-link ណាអូខេវាយ key ចាំមកយើង search មើលទៅ enter អូ internet អត់មាន tryបាទអញ្ចឹងនឹងមាន multi-link នេះ multi-link keyboard ពេលដែលយើងចុចលើវាហើយយើង download ពេលដែល download ហើយវាចុច open អញ្ចឹងយើងចុច open ពេលចុច open កន្លែងនេះយើងចុច enable ណាកន្លែងលេខ1នេះណាបាទយើងចុច enable ឲ្យដើរមកបន្ទាប់មកយើង enable language កន្លែងភាសានេះណាយើងចុចយកភាសាយើងរើសមកណាមានច្រើនភាសាណាយើងរើស English បាទបន្ទាប់មកយើងរើសខ្មែរមកហើយនឹងថៃបាទមានច្រើនណាកូរ៉េអីបងប្អូនណារៀនកូរ៉េអីយើងដាក់ចូលនៅក្នុងនេះតាមពិតកូរ៉េអីខ្ញុំមិនចេះនេះភាសាខ្មែរណាហើយនឹងភាសាថៃតែប៉ុណ្ណឹងឡាវយើងចង់យកឡាវតាមពិតខ្ញុំអត់ចេះកូរ៉េទេក៏ប៉ុន្តែអនាគតទៅប្រសិនជាមានសមាជិកច្រើនប្រហែលជាយើងធ្វើឲ្យទំព័រអស់នេះគេហៅថាមានវិជាប្រយោជន៍មានសិស្សចូលរៀនដើម្បីជួយទាំងអស់គ្នាអញ្ចឹងយើងហៅគ្រូឬក៏អ្នកដែលនៅកូរ៉េចូលមកជួយបង្រៀន free ប៉ុន្តែការបង្រៀននេះកាលណា free ម្នាក់អ្នកណាក៏អត់ចង់បង្រៀនដែរគេចង់បានថវិកាអញ្ចឹងទេយើងអាចជួយខ្លះទៅសម្រាប់គាត់ដែលថាហៅគ្រូចូលមកបង្រៀនអញ្ចឹងយើងអាចជួយគាត់មួយខែប្រហែល 4-5 រៀលអីអញ្ចឹងទៅថាមួយខែ 5 រៀលម្នាក់ក៏មិនច្រើនដែរបើយើងទៅរៀននៅសាលាជិះម៉ូតូទៅមកមួយខែ30ថ្ងៃនោះក៏វាអស់សាំងច្រើនសម្លៀកបំពាក់ហូបចុកអីហ្នឹងអញ្ចឹងយើងកាលណាមានមេរៀនមកដល់ទូរស័ព្ទយើងស្រាប់តាមអ៊ីនធឺណិតស្រាប់អញ្ចឹងយើងជួយខ្លះទៅក៏វាគួរសមនេះគ្នាមានទឹកមាត់ក្នុងការបង្រៀនតែអញ្ចឹងខ្ញុំអាចខ្ញុំមានកម្រងបង្កើតជាភាសាអង់គ្លេសភាសាចិនភាសាថៃមានហើយភាសាកូរ៉េភាសាវៀតណាមថែមទៀតបាទចំពោះអង់គ្លេសហើយនឹងវៀតណាមខ្ញុំនឹងបង្កើតព្រោះខ្ញុំចេះស្រាប់អូខេអញ្ចឹងយើងចូលមករឿងយើងវិញគឺបន្ទាប់ពីយើង install multi-link keyboard ហើយយើងអាចយើងចូលមកបាទយើងចូលមកកន្លែងនេះបាទយើងចូលមកកន្លែង setting ណាហើយយើងរកឲ្យឃើញកន្លែងពាក្យដែលថាភាសានេះបាទយើងចុចរាវអញ្ចឹងមកបាទរាវមានពាក្យថា font បាទបើយើងចូល font ឡើយនេះមិនមែនទេគឺយើងសាថ្មីណាចង់វាក់បាទវានៅលើអានេះទូរស័ព្ទខ្លះវាអត់មានបាទនេះណា language and input ទូរស័ព្ទខ្លះមានតែមួយចុចអានេះមានដល់3 4ខ្លះមាន5ទៀតណាមាន1 2 3 4 5អញ្ចឹងអូខេយើងចុចអានេះមកយើងចុចនេះអាពាក្យទៅថា language and input បន្ទាប់មកបងប្អូនរើសយក multi-link keyboard ណាហើយចុចអូខេហើយកន្លែងនេះយើងចុច multi-link keyboard បាទតែប៉ុណ្ណឹងមកយើងចុច back មកបានហើយអញ្ចឹងការសរសេរយើងចូលសញ្ញាសាណាយើងចូលអញ្ចឹង
bà dừng từ xe ông lấy xe tới dừng trong từ xe chỉ thay cái từ xe tới hay dừng trong từ xe khai xe tới bà dừng tích cái rê rồi có lao với tiết dừng ai chờ từ xe bàn chẳng còn từ liền chẳng dừng ai riêng bàn dừng through đi chứ sầm rập việc ní phone ai trôi thưa bàn chẳng nằm bây giờ từ xe tọp mà kêu vinh lực là phone khác có tháng trong tọp mà kêu vinh chỉ phải xa thấy còn ta mình đang tọp biểu mạch của ở vậy tới miệng keyboard thầy nhưng thế kêu bằng riêng việc ní muốiคือสำหรับไอ้phoneแชร์ถึงออกเลยhơi สำหรับ phone ได้เรียนในโปรแกรมแปะปอนของการช่วยโจทย์ตัวซับโปรแกรมดักคีย์บอร์ดได้นั่นคือกี่ได้จังที่เมเรียนนี้คือยังปอกในขนมเมเรียนไทยพ้องไอเมเรียนเหมือนเรียนในช่วยโจทย์ตัวซับในซอฟต์แวร์พ้องโอเคมาสมออกคนมา